Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំសាគូរ៉ាតោះយើងមកបន្តសេរីរឿងមេងវ៉ា Odon John របស់យើងទៀតខ້ອຍពីត្រូវមួយព្រួយខ្មៅដៃរបស់ Nara ហើយនឹងបន្ថែមមួយដៃទៀតពី Gunbu Painback ស្ទើរតែទ្រាំលែងបាននេះជាលើកទី 2 ហើយដែល Painback រងគ្រោះព្រោះតែ Nara មុននឹងរត់គេចចេញពីកន្លែងនោះគាត់ក៏បានគំរាមទៅកាន់ Nara ថាបើសិនជាជួបលើកខ້ອຍគាត់មិនអត់ឲ្យនាងនោះទេនិយាយរួច Painback បានប្រើកញ្ញាំបិសាចកំទេចទីនេះរួចក៏គេចចេញបាត់ទៅងាកមកមើលស្ថានភាពផ្ទះឥឡូវនេះវិញគឺថាភ្លើងឆេះកាន់តែខ្លាំងឡើងម្នាក់ៗប្រឹងរកវិធីគេចចេញពីទីនេះរកចុះរកឡើង Hendu ក៏បានមើលឃើញទូទឹកកកមួយដោយឃើញថានៅលើទូនោះមានបិទយន្តផ្សារភ្ជាប់មើលទៅពួកគេអាចគេចចេញពីទីនេះបានហើយឃើញប្អូនប្រកែកអញ្ចឹងអាបងជីហានក៏បានទៅសរសើរហើយអាក្បាលប្អូនទៀតតែ Hendu វិញដូចជាសើសប្បាយចិត្តទេព្រោះអីខ្លាចខូចមាត់សក់គេចំណែកកូនវូវិញពេលនោះគាត់ក៏បានហុចដៃទៅឲ្យ Nara កាន់ហើយបាននិយាយថាតោះទៅផ្ទះយើងវិញមក sweet អីណាទៀតមិននៅនឹងឡើងពេញពេលនោះ Nara ហៀបទៅដើរទៅរកកូនវូហើយស្រាប់តែមានថ្មដ៏ធំមួយធ្លាក់មកចំអាទូទឹកកកនឹងឡើង3ខ្ទេចសមមកអាហ្នឹងហើយ sweet ពេកឥឡូវអស់កន្លែងចេញទាំងអស់គ្នាបដ ហើយម្នាក់ៗក៏នាំគ្នាបន្ទោស Hendu ហើយបង្ខំឲ្យគ្នានឹងប្រញាប់រកផ្លូវផ្សេងមួយទៀតទៅដើម្បីចាក់ចេញពីកន្លែងនេះចេះតែធ្វើបាបគ្នាអញ្ចឹងមុននឹងសរសើរគ្នាសោះហ្នឹងតែអត់ឲ្យចាញ់ចិត្តទេបន្តិចក្រោយមក Hendu គេក៏បានរកឃើញផ្លូវមួយទៀតនោះដូចជាទ្វារសម្ងាត់មួយសុកៗទ្វារនោះក៏ស្រាប់តែបើកដោយខ្លួនឯងតាមពិតនេះគឺជាស្នាដៃរបស់លោកតាគាត់ប្រាប់ឲ្យពួកគេប្រញាប់ចាក់ចេញពីទីនេះទៅហើយនៅនិយាយថានេះគឺជាកម្លាំងចុងក្រោយរបស់គាត់ជួយបានតែធំនេះទេឮបែបនេះ Nara ខូចចិត្តជាខ្លាំងនាងក៏បានសុំឲ្យលោកតានឹងទៅជាមួយពួកគេទៅប៉ុន្តែគាត់អាចធ្វើអញ្ចឹងបាននោះទេដោយសារតែគាត់ជាមួយនឹងដើមឈើនឹងគឺផ្សារទំនាក់ទំនងជាមួយគ្នាបើដើមឈើនោះងាប់នោះក៏គាត់មិនអាចរស់នៅបានដែរក្នុងនាមគាត់ជាអ្នកថែរក្សាការពារផ្ទះមួយនេះគាត់សុំភ្ញៀវចុងក្រោយដែលបានចូលមកក្នុងផ្ទះនេះឲ្យមានជីវិតទោះបីជាពីមុនគាត់ខកខានមិនបានជួយអ្នកផ្ទះនេះក៏ដោយចុះដោយមិនអាចនៅទីនេះយូរបានអ្នកទាំងអស់គ្នាក៏បង្ខំចិត្តរត់ចេញទៅខាងក្រៅនៅតាមផ្លូវ Nara បានមើលឃើញរូបខ្លួនឯងមួយសន្លឹកដែលត្រូវភ្លើងឆេះស្ទើរតែអស់នឹកឃើញដល់លោកតាដែលកាលនោះបានប្រាប់នាងថាគាត់គឺជា guardian ចិត្តល្អមិនមែនជាបិសាចនោះទេតែពេលនោះនាងបែរជាមិនជឿគាត់ Nara បន្ទោសខ្លួនឯងជាខ្លាំងនាងស្ដាយក្រោយដែលធ្វើឲ្យលោកតាគាត់ខូចចិត្តកាត់មកដល់ច្រកចេញយើងក៏បានឃើញអ្នកមីង Hendu ជាមួយនឹង Jihan បានមកដល់កន្លែងសុវត្ថិភាពទាំងអស់តែ Nara និងកូនវូបែរជាឆ្លងចូលអតីតកាលនៃផ្ទះមួយនេះទៅវិញបើកទ្វារក្រាក់ពួកគេក៏បានឃើញកូនក្មេងមួយតូចដែលគេគឺជាកូនពៅនៅក្នុងផ្ទះមួយនេះនេះគឺជាឆ្នាំ 1954ពួកគេបានឃើញស្ថានភាពផ្ទះដែលមើលទៅស្រស់ស្អាតប៉ុន្តែដើមឈើមួយនោះគឺមិនមានសុខភាពល្អនោះទេមើលទៅពេលនេះ Painback បានមកឃុំឃាំងលោកតាបាត់ទៅហើយដោយមានឱកាសបានជួបកូនពៅនៃគ្រួសារមួយនេះទៅហើយ Nara ក៏ព្យាយាមរៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅពេលអនាគតប្រាប់ទៅកាន់គេក៏ប៉ុន្តែកូននឹងក្មេងណាស់ហើយមើលទៅក៏មិនជឿ Nara អីនោះដែរបើស្ដាប់ទៅតាមកូននឹងនិយាយ Painback ឥឡូវហ្នឹងគឺបន្លំខ្លួនធ្វើជាគ្រូពេទ្យជំនិតរបស់ម្ចាស់ផ្ទះនេះទៅហើយណាមួយ Nara មកពីណាក៏មិនដឹងមកនិយាយអីចឹងមានណាគេជឿទេដល់ដឹងថាខ្លួនឯងអាចធ្វើអីបាន Nara ក៏បង្វែរនិយាយពាក្យល្អៗប្រាប់គេថាគ្រួសារនេះកំពុងតែមានគ្រោះថ្នាក់ហើយបើអាចប្រញាប់ឲ្យគេចាក់ចេញពីទីនេះហើយធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ទៅបន្ទាប់ពីនោះ Nara បានមើលឃើញថា Painback បានប្រើមន្តអាគមមួយមកលើក្មេងនោះដូចគ្នារួចហើយនាងក៏បានជួយដោះវាចេញដោយឃើញថាទ្វារដែល Nara ចូលមកនោះជិតបិទទៅវិញកូនវូក៏បានស្រែកហៅនាងឡើងខ្លាំងៗមុននឹងចាកចេញ Nara ព្យាយាមសែកប្រាប់លោកតាថាឲ្យគាត់រងចាំផងនៅថ្ងៃណាមួយនាងសន្យាថានាងមកដោះលែងគាត់និយាយរួច Nara ជាមួយនឹងកូនវូក៏បានចូលទៅក្នុងទ្វារនោះវិញបាត់អញ្ចឹងតើបានពេលលោកតាជួប Nara ដំបូងគាត់ប្រាប់ Nara ថា Nara ធ្លាប់បានសន្យាអីជាមួយនឹងគាត់ហើយចំពោះរឿងរូបថតដែល Nara ឆ្ងល់ហ្នឹងគឺថតបាននៅពេលហ្នឹងឯងក្រោយពេល Nara ជាមួយនឹងកូនវូបានចាកចេញទៅ Painback ក៏បានមកផ្ទះនេះដូចគ្នាហេងខ្លាំងមែនទែនដែល Painback ក៏អាចបានឃើញពីអ្នកហ្នឹងប៉ុន្តែគាត់ចាប់អារម្មណ៍ថាមុននេះមានអីចម្លែកអីអញ្ចឹងតាមពិតកាលនោះម្ចាស់ផ្ទះស្រីនៃផ្ទះមួយនេះគឺទើបតែចាប់ផ្ដើមឈឺនោះទេកូនប្រុសពៅដែលមានឈ្មោះថា Kanho ដោយចង់ឲ្យម៉ាក់មើលឃើញពិភពលោកដ៏ស្រស់ស្អាតខាងក្រៅគេក៏ចេះតែដើរថតនេះថតនោះហើយយកមកឲ្យម៉ាក់មើលដោយបែបនេះកូនហូក៏ដឹងខ្លួនថាចាប់ផ្ដើមស្រឡាញ់ការថតរូបហើយសន្យាជាមួយនឹងអ្នកម៉ាក់និងលោកប៉ែថាអនាគតទៅគេនឹងធ្វើជា photographer ដែលល្បីជាងគេក៏ប៉ុន្តែគួរឲ្យស្ដាយខ្លាំងមែនទែនអ្នកម៉ាក់និងលោកប៉ាគាត់មិនបាននៅមើលឃើញភាពជោគជ័យរបស់កូនហូនោះទេនៅទៅយ៉ាងនេះកូនហូត្រូវបាត់បង់មនុស្សជាទីស្រឡាញ់បំផុតរបស់គេចុងក្រោយគេនៅសល់តែដើមឈើសំណប់ចិត្តមួយទៀតប៉ុណ្ណោះចំពោះលោកតាឃើញស្ថានភាពអ្នកផ្ទះនេះហើយនឹងកូនហូទៀតគឺគាត់ពិបាកចិត្តខ្លាំងមែនទែនគាត់បានលះបង់កម្លាំងនិងថាមពលទាំងអស់របស់គាត់ប្រគល់ទៅឲ្យក្មេងមួយនេះទុកគ្រាន់ឲ្យគេការពារខ្លួនហើយក៏ប្រាប់គេឲ្យចាកចេញពីផ្ទះមួយនេះទៅរហូតដល់ចុងក្រោយមានតែគាត់ម្នាក់គត់ដែលជាប់គាំងនៅក្នុងផ្ទះមួយនេះផ្ទះដ៏សែនស្រស់ស្អាតប្រែក្លាយជាផ្ទះចាស់ដែលត្រូវគេទុកចោលពីមួយឆ្នាំទៅមួយឆ្នាំពីមួយរដូវទៅមួយរដូវលោកតាឯកាហើយនឹងរស់នៅតែម្នាក់ឯងរហូតដល់ថ្ងៃមួយដែលគាត់បានឃើញខ្មៅដៃដែល Nara បានបាញ់មក
កាត់ចូលមកដល់ពេលបច្ចុប្បន្ននេះវិញណារ៉ានិងកូនវូក៏បានត្រឡប់មកផ្ទះវិញឥឡូវនេះភ្លើងគឺបានរលត់ទាំងស្រុងហើយចំណែកដើមឈើនោះក៏បានបាក់ដួលផងដែរតែពេលនោះពួកគេក៏បានឃើញលោកតាអង្គុយនៅលើគល់ឈើមួយនោះឥឡូវហ្នឹងគឺរូបរាងគាត់តូចខ្លាំងមែនតើមើលទៅដោយសារតែគាត់ហ្នឹងអស់កម្លាំងខ្លាំងពេកបានទៅជាបែបនេះកូនវូគិតថាបន្តិចទៀតរាងកាយរបស់គាត់នឹងរលាយអស់ហើយណារ៉ាបានលើកគាត់ឡើងឥឡូវនេះគាត់មិនចងចាំអ្វីទាំងអស់ហើយពួកគេក៏គ្មានវិធីសង្គ្រោះគាត់នោះដែរលុះត្រាតែដើមឈើមួយនេះរស់ឡើងវិញម្ដងទៀតបន្តិចក្រោយមកស្រាប់តែមានប៉ូលីសម្នាក់មកហៅពួកគេឲ្យចេញទៅខាងក្រៅដើម្បីកុំឲ្យគ្រោះថ្នាក់ណាមួយគាត់ក៏ចង់សួរនាំខ្លះៗតាក់ទងជាមួយនឹងការឆេះមួយនេះដែរគ្នាយើងគិតដូចមានអត់មកអាប៉ប៉ូលីសនឹងរៀងស្តៀងមកយ៉ាងនេះនៅខាងក្រៅណារ៉ាបានស្ដាប់ឮអ្នកចិត្តខាងនិយាយពីកូនប្រុសពៅនៃផ្ទះមួយនេះគឺកានហូចាប់តាំងពីពេលមានបញ្ហាគាត់មិនដែលដាក់លក់ផ្ទះនេះនោះទេឥឡូវនេះកានហូគឺជា photographer ដែលល្បីមួយរូបតែថាអាយុរបស់គាត់នឹងរៀងចាស់ហើយឬថាឥឡូវហ្នឹងគាត់កំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យលឺអញ្ចឹងហើយណារ៉ាក៏ចង់ទៅជួបគាត់ម្ដងដែរប៉ុន្តែគួរឲ្យស្ដាយខ្លាំងមែនទែនណារ៉ាទៅមិនទាន់ដង្ហើមគាត់នោះទេនាងនឹងកានហូក៏បានយកព្រលឹងរបស់លោកតាទៅសារមន្ទីរដ៏ធំមួយរបស់កានហូដែលគាត់តែងតែជួយជ្រោមជ្រែងកន្លងមកនៅសារមន្ទីរនោះមានដាក់បង្ហាញរូបកម្រជាច្រើនដែលកានហូគាត់បានថតមកហើយរូបទាំងអស់នោះសុទ្ធតែមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតទោះជាជួបរឿងលំបាកជាច្រើនកាលពីវ័យកុមារប៉ុន្តែកានហូគាត់អាចពុះពារឧបសគ្គទាំងអស់នោះហើយសម្រេចបានសមិទ្ធផលដ៏ធំមួយដែលគាត់មិននឹកស្មានដល់ទាំងអស់នេះគឺជាអ្វីដែលគាត់បានប្រឹងប្រែងធ្វើពេញមួយជីវិតដ៏ឯការបស់គាត់ខយពីបានដើរមើលរូបទាំងអស់នេះលោកតាកាឌៀនគាត់ក៏បានចាំម្ចាស់ផ្ទះរបស់គាត់មើលទៅកាន់រូបចុងក្រោយដែលគ្រួសារទាំង3នាក់ថតចំកន្លែងដើមឈើនោះធ្វើឲ្យណារ៉ានិងលោកតាគាត់មានមោទនភាពជាមួយនឹងកានហូខ្លាំងមែនទែនហើយសំខាន់ណាស់ពួកគេក៏បានជួបជាមួយនឹងចៅស្រីរបស់កានហូផងដែរខយពីបានទទួលដឹងឮរឿងគ្រប់យ៉ាងលោកតាគាត់ក៏រៀងស្ងប់ចិត្តហើយគាត់ក៏លេចបន្ទោសខ្លួនឯងទៀតដែរតាមពិតក្នុងការមើលថែផ្ទះមួយនេះលោកតាបានធ្វើបានល្អណាស់ទៅហើយបន្តិចក្រោយមកលោកតាក៏បានរលាយខ្លួនយឺតជាមួយនឹងទឹកភ្នែកដែលហូរដោយក្តីរំភើបឥឡូវគាត់អាចរស់នៅជាមួយនឹងអ្នកផ្ទះនេះម្ដងទៀតហើយទោះបីជាមិនអាចរស់បែបជារូបរាងមានវិញ្ញាណប៉ុន្តែពួកគេអាចរស់នៅក្នុងការចងចាំដ៏សែនជ្រាលជ្រៅបំផុតមុននឹងចាក់ចេញពីសារមន្ទីរណារ៉ាមានអារម្មណ៍ថាអ្នកផ្ទះនេះបានអរគុណនាងទៀតផងងាកមកមើលអ្នកមីអូរ៉ាន់ជាមួយនឹងកូនរបស់គាត់វិញឥឡូវនេះពួកគេកំពុងតែជិះរថភ្លើងធ្វើដំណើរទៅកាន់ទីក្រុងវិញនៅតាមផ្លូវជីហានបន្ទោសអ្នកម៉ាក់ថាហេតុអីក៏ម៉ាក់ទៅទុកចិត្តអាប៉ែផេងបែកបិសាចនោះងាយម្លេះឥឡូវឃើញឯគេបោកបាត់ឃើញតែគេសង្ហាមិនប្រកាសថាគេចិត្តល្អឯណាចេះតែបន្ទោសម៉ាក់អញ្ចឹងក៏មិនត្រូវដែរគាត់គ្រាន់តែតាក់ទងជាមួយនឹងផេងបែកហ្នឹងជួយឲ្យគ្រប់គ្នាខ្លាចជាមនុស្សទាំងអស់គ្នាដែរហ្នឹងឥឡូវពួកគេក៏នាំគ្នាគិតថាអស់ពីផេងបែកទៅពួកគេគួរតែរកវិធីផ្សេងដើម្បីខ្លាចជាមនុស្សដោយខ្លួនឯងគិតចុះគិតឡើងទាំង3នាក់ក៏សម្រេចចិត្តបង្កើតក្រុមមួយដោយចាប់ពីពេលនេះទៅពួកគេនឹងនាំគ្នាធ្វើអំពើល្អជួយមនុស្សនិងកម្ចាត់បិសាចក្នុងពេលជាមួយគ្នានេះដែរខាងផេងបែកក៏គេកំពុងតែនិយាយរឿងការងារនិងក្រុមរបស់គេដែរគ្នាយើងឃើញតែស្អាតអញ្ចឹងមែនប៉ុន្តែមិនមនុស្សទេណាពួកហ្នឹងសុទ្ធតែសត្វនិងបិសាចទាំងអស់រាងកាយរបស់ពួកគេគឺសុទ្ធតែផេងបែកបានប្លន់ពីមនុស្សពិតយកមកឲ្យទេតែកំឡុងពេលប្រជុំនោះយើងសង្កេតឃើញថាមានមនុស្សម្នាក់ដែលចាប់អារម្មណ៍ជាងគេនោះគឺជាបិសាចកញ្ជ្រោងអប៉ែមួយដែលបានដាក់បណ្ដាសានទៅលើណារ៉ាគ្នាយើងឥឡូវហ្នឹងផេងបែកជួយមកបានហើយទុកនៅក្បែរខ្លួនឲ្យបម្រើគាត់ទៀតឥឡូវនេះបិសាចកញ្ជ្រោងបានទទួលថាមពលរបស់គេមកវិញហើយថែមទាំងអាចផ្លាស់ប្ដូររូបរាងតាមដែលគេចង់បានទៀតយ៉ាងណាបិសាចកញ្ជ្រោងក៏ដឹងខ្លួនដែរថាផេងបែកពិតជាចង់បានអ្វីមួយពីគាត់ហើយអ្នកទាំងអស់គ្នាដោយសារតែពួកហ្នឹងគឺសុទ្ធតែមានសត្រូវរួមទាំងអស់ហើយដែលផេងបែកចង់បានពីបិសាចកញ្ជ្រោងគឺចង់ឲ្យគេទៅអុកលុកមនុស្សដោយការលើកមុនអញ្ចឹងប៉ុន្តែលើកលែងតែវិញ្ញាណរបស់ណារ៉ាមួយព្រោះផេងបែកក៏ចង់បានដែរតោះពួកយើងកាត់ចូលមកដល់ chapter ថ្មីចូលមកដល់ chapter នេះភ្លាមទើបយើងនឹងថាវត្ថុបុរាណដែលព្រះបានបន្សល់ទុកមិនមែនមានតែចិញ្ចៀនដែលនៅនឹងដៃរបស់ណារ៉ានោះទេវាគឺមានវត្ថុជាច្រើនទៀតក្នុងនោះគឺមានគ្រីស្តាល់រន្ទះមួយដែលវានៅជាប់នឹងខ្លួនរបស់កូនប៊ូកាលពីកូនប៊ូនៅជា baby ម៉ាក់របស់គេបានបន្សល់ទុកចិញ្ចៀនគ្រីស្តាល់រន្ទះមួយនៅក្នុងឪពុករបស់គេរាល់ថ្ងៃនេះលោកប៉ាគឺគាត់ពិបាកចិត្តខ្លាំងមែនទែនគាត់មិនចង់ឲ្យវាទៅកាន់កូនប៊ូនោះទេព្រោះគាត់ដឹងថាឲ្យតែបិសាចណាដឹងពីវត្តមានវត្ថុបុរាណទាំងនោះវានឹងរកគ្រប់វិធីដើម្បីចង់បានអញ្ចឹងហើយគាត់ខ្លាចកូនប៊ូមានគ្រោះថ្នាក់ដោយសារតែរឿងទាំងអស់នេះនៅពេលដែលគាត់កំពុងតែគិតថានឹងយកវាទៅលក់ព្រាមនោះកូនប៊ូស្រាប់តែដាក់មាត់ផ្លឹបនេះយើងដឹងហើយក្មេងៗឲ្យតែប្រហែលអញ្ចឹងឯអីក៏ដាក់មាត់ដែរក្រោយពីលេបរួចខ្លួនរបស់កូនប៊ូស្រាប់តែមានចរន្តអគ្គិសនីអញ្ចឹងតើបានពេលកូនប៊ូវាយម្ដងចេញអានផ្ទះនឹងមករហូតមើលមុខគេធ្វើឆ្ងល់ខ្ជូតស្លាប់ហ្មងអ្នកទាំងអស់គ្នាណាគេខ្លាចឆ្ងល់ថាកូនប៊ូជាសត្វអីគេមកដល់ភាគនេះមានស្រ័យចម្ងល់អ្នកទាំងអស់គ្នាហើយកូនប៊ូនិងលោកប៉ារបស់គេនឹងគឺជាពួកអំបោរបស់ចចកដោយសារតែខ្លាចប៉ះពាល់ដល់ការរស់នៅរបស់មនុស្សលោកប៉ាបាននាំកូនប៊ូហើយសោ
ង់ផ្ទះមួយនៅក្នុងព្រៃដ៏ជ្រៅដាច់ពីគេពីឯងជាធម្មតាលោកប៉ាតែងតែចាក់ចេញទៅប្រមាញ់នៅខាងក្រៅគាត់តែងតែធ្វើអំពើល្អសម្រាប់បិសាចជួយមនុស្សលោកនាងមើលប៉ាប៉ាគេអត់មុខឡើងដូចគុនវូបេះយកដាក់មកខយពីលោកប៉ាមកពីប្រមាញ់ម្ដងណាគាត់តែងតែទិញរបស់ឆ្ងាញ់ៗឲ្យគុនវូរហូតតែថាពេលគាត់ចេញទៅក្រៅម្ដងហ្នឹងយូរណាស់មិនមួយថ្ងៃមកវិញទេអត់តែគុនវូទេនៅផ្ទះម្នាក់ឯងហាក់មានគ្នាលេងជាមួយទៀតតែថាទោះបីជាអញ្ចឹងក៏ដោយសម្រាប់គុនវូវិញគឺគាត់អត់ដែលរអ៊ូឬក៏ខឹងជាមួយនឹងលោកប៉ានោះទេឲ្យតែលោកប៉ាមកវិញទិញរបស់ឆ្ងាញ់ៗមកជាមួយគុនវូអូខេហើយពេលញ៉ាំអីឆ្អែតគុនវូនិងលោកប៉ាក៏បានគេងក្បែរគ្នាហើយគុនវូក៏បានសួរទៅកាន់ប៉ាប៉ាថាមានដែរនឹកម៉ាក់អត់ព្រោះយប់ខ្លះគុនវូបានលើលោកប៉ាហើយឈ្មោះរបស់អ្នកម៉ាក់រហូតហើយគេនៅសួរថាមិនបានប៉ាប៉ាស្រឡាញ់អ្នកម៉ាក់ម៉េះសំណួរនេះលោកប៉ាគាត់ក៏ដឹងឆ្លើយថាមិនដែរគាត់ដឹងតែម្យ៉ាងទេគឺអ្នកម៉ាក់របស់គេនឹងស្អាតហើយឃើញភ្លាមស្រឡាញ់ដកចិត្តអត់រួចហ្មងនេះគ្នាយើងមើលមុខបាម៉ាក់កូនវូឲ្យហើយនិយាយទៅស្អាតសាហាវហ្មងអញ្ចឹងបើឆ្ងល់ហើយអីបានកូនគេសង្ហាម៉េះកាលហ្នឹងកូនវូនៅតូចពេកអញ្ចឹងហើយប៉ាក៏គាត់មិននិយាយអីច្រើនដែរគាត់គ្រាន់តែប្រាប់ទៅកាន់កូនវូថាពេលណាកូនវូបានជួបមនុស្សស្រីដែលគេស្រឡាញ់គេនឹងយល់អារម្មណ៍មួយហ្នឹងហើយមកផ្ទះមិនបានប្រមាណក៏ដល់ពេលលោកប៉ាត្រូវចេញទៅក្រៅម្ដងទៀតកូនវូអង្គុយអោបក្បាលជង្គង់មើលប៉ាប៉ារៀបចំឲ្យបានចាក់ចេញគេឆ្ងល់ថាបើបិសាចអ៊ីងគីនឹងគួរឲ្យខ្លាចចាំបាច់អីលោកប៉ាត្រូវទៅចាប់វាហើយការធ្វើបែបនេះពិតជាអាចជួយឲ្យពួកគេខ្លាចជាមនុស្សពិតមែនអត់លោកប៉ាតបថាគាត់មិនមែនសម្រាប់បិសាចអ៊ីងគីនឹងដើម្បីឲ្យខ្លួនឯងខ្លាចជាមនុស្សនោះទេតែគាត់ធ្វើវាព្រោះគិតថានេះជារឿងដែលត្រូវធ្វើប៉ុណ្ណោះលោកប៉ាតែងតែប្រាប់ឲ្យកូនប៊ូព្យាយាមរស់នៅដូចជាមនុស្សធម្មតាចេះស្រឡាញ់ចេះជួយគ្នាទៅវិញទៅមកខំធ្វើតាមអំពើល្អៗទៅរូបរាងខាងក្រៅមិនអាចគេគិតអាក្រក់មកលើយើងបាននោះទេលើកនេះក្រោយពីលោកប៉ាចាក់ចេញទៅបាត់កូនប៊ូគេប្រាប់ខ្លួនឯងថាគេឈប់ធ្វើបាបសត្វព្រៃទៀតហើយគេក៏បានរកអាហារឲ្យពួកវាស៊ីទៀតផងតែថាមើលទៅសត្វទាំងអស់ហ្នឹងដូចជាខ្លាចកូនប៊ូអដែរហ្នឹងកន្លងមកអស់រយៈពេល3ថ្ងៃកូនប៊ូតែងតែធ្វើតាមលោកប៉ារស់នៅជាមនុស្សធម្មតាប៉ុន្តែលោកប៉ាបែរជាភ្លេចសន្យាមិនព្រមត្រឡប់មកផ្ទះវិញនោះទេកាត់មកដល់ថ្ងៃទី5លោកយាយម្នាក់ក៏បានបង្ហាញខ្លួនអ្នកទាំងអស់គ្នាលោកយាយម្នាក់នេះគឺជាលោកយាយរបស់ណារ៉ាគ្រាន់តែឃើញគាត់ភ្លាមកូនវូចាប់ផ្ដើមបញ្ចេញសកម្មភាពការពារខ្លួនព្រោះក្នុងនាមជាអំបូរចចកម្នាក់កូនវូអាចហាត់ដឹងក្លិនសត្រូវយ៉ាងច្បាស់បំផុតទោះបីជាលោកយាយជា Hunter សម្រាប់បិសាចក៏ប៉ុន្តែគាត់មិនមកធ្វើបាបកូនវូនោះទេការពិតលោកយាយជាមួយនឹងប៉ារបស់កូនវូគឺជាអ្នករាប់អានគ្នាយូរណាស់មកហើយការដែលលោកយាយមកទីនេះគឺគាត់បានយកធាតុរបស់ប៉ាកូនវូមកឲ្យតាមពិតលោកប៉ាគាត់បានស្លាប់ក្នុងការបំពេញភារកិច្ចនេះគឺជាអ្វីដែលកូនវូមិននឹកស្មានដល់ហើយក៏មិនដែលចង់បាននោះដែរកូនវូចាំច្បាស់ថាមុនពេលលោកប៉ាចេញទៅគាត់សន្យាថាពេលមកវិញនឹងទិញភាសាយកមកឲ្យក៏ប៉ុន្តែឥឡូវនេះទោះបីជាកូនវូត្រូវចាំ10ថ្ងៃឬ100ថ្ងៃក៏គាត់មិនមកវិញហើយក៏មិនទិញភាសាឲ្យគេទៀតនោះដែរចាប់ពីពេលនោះលោកយាយក៏បានមកយកកូនវូទៅមើលថែទាំងអស់នេះគឺជាអតីតកាលដ៏ឈឺចាប់របស់កូនវូគាត់ដើរបដាគិតបដាធ្វើឲ្យណារ៉ានឹងមើលឃើញគាត់រៀងផ្លឹកមិនទេពងតែប្រអាប់កូនវូភ្លាមនោះកូនវូក៏បានទាញណារ៉ាចេញមកវិញលឿនមិននឹងអាបីដើរចូលឡានទោះគេផ្លឹកមែនប៉ុន្តែសមត្ថភាពគេនៅពេញបបចាណារ៉ាឆ្ងល់ថាហេតុអ្វីកូនវូឥឡូវនេះចម្លែកម្លេះកាលមុនអត់សូវចិត្តណារ៉ាទេតែឥឡូវវិញតាមឡើងស្អិតហ្មងកូនវូក៏ឆ្លើយថាតាមពិតទៅគាត់មើលថែណារ៉ានឹងដោយសារតែចង់មើលកិច្ចការសាលារបស់នាងណាអ្នកនរគ្នាមិនអញ្ចឹងទេតាមពិតទៅកូនវូនឹងបានដឹងថាណារ៉ាជាចៅស្រីរបស់លោកយាយប៉ុន្តែគាត់អត់ចង់ប្រាប់ណារ៉ាអីអញ្ចឹងហើយអាការនៅតូចនឹងណារ៉ាក៏ធ្លាប់លេងជាមួយនឹងកូនវូដែរតែគ្រាន់ថាកូនវូក្នុងរូបរាងជាចចកគិតមកដល់ចំណុចនេះកូនវូមានអារម្មណ៍ថាខ្លួនឯងរៀងគិតអីចម្លែកលើណារ៉ាមិនទេសុកកូនវូស្រាប់តែនឹកទៅដល់លោកប៉ានៅពេលដែលគាត់និយាយរឿងហៅស្នេហារវាងគាត់និងអ្នកម៉ាក់អាយ៉ាកូនវូសង្ស័យនេះអ្នកនរគ្នាដឹងអត់ថាកូនវូគាត់កំពុងតែគិតអីលើណារ៉ាបើដឹងកុំភ្លេចខមមិនម្នាក់មួយនៅខាងក្រោមផងអញ្ចឹងភាគនឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាចំពោះការតាមដានហើយកុំភ្លេចជួយធ្វើការចុច Subscribe ឲ្យ admin ផងតាមពិតរឿងហ្នឹង admin ត្រូវផុសក្នុង Facebook ឯអ្នកនរគ្នាដោយសារតែ Facebook ហ្នឹងឥឡូវមានបញ្ហាបើវាលេងអី admin ទៅផុសក្នុងនឹងវិញហើយអញ្ចឹងអ្នកនរគ្នាបើចូលចិត្តអីអាចទៅ follow Facebook admin ម្នាក់មួយផងអរគុណច្រើនអ្នកនរគ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ